មើលវីដេអូពេញពិធីហែព្រះយូឡៃទៅព្រះវិហារអ្នកបងប្អូននេះកូនប្រុសបើខ្ញុំហើយពាក់អាវពណ៌ក្រហមខាងមុខមិញហ្នឹងកូនស្រីខ្ញុំនេះប៉ាក្មេកខ្ញុំចាប់ផ្ដើមហើយបើកឆាកគេរាំថ្វាយទៅដល់ព្រះយូឡៃហ្នឹងនេះគេបវល់ឆាត់ហ្នឹងនិយាយរួមទៅនៅប្រទេសចិនណាចូលឆ្នាំភាគច្រើនគឺពាក់ក្រហមអញ្ចឹងគ្រប់គ្នាណោះមើលខាងណោះងាកមើលខាងណោះហើយនឹងឡើងមកជួសិតតាពាក់អ្នកពាក់ពណ៌ក្រហមហើយប្រុសអីចឹងអ្នកខ្លះគេពាក់ពណ៌ឈាមជ្រូកអ្នកខ្លះក៏ពាក់ពណ៌ខ្មៅដោយសារចាស់ហើយតាដែលពាក់អាវពណ៌ខៀវពាក់មួកខ្មៅហ្នឹងគឺគាត់អ្នកចាប់ផ្ដើមកម្មវិធីហ្នឹងវាថាដូចអ្នកគ្រប់គ្រងនៅនឹងអញ្ចឹងណានៅក្នុងភូមិហ្នឹងចុះឧទាហរណ៍មកស្រុកគ្រប់ស្រុកខ្មែរយើងគេថាជាមេភូមិអីចឹងមេឃុំអីចឹងណានេះហើយមើលឆាត់គេឡើងពី3ពណ៌ដាក់ផ្កាដាក់អីមកយោនឹងហើយរំពាក់រោពាក់អីដូចគ្នាសំខាន់ជាងគេអ្នកវាយស្គរអូយហត់ដល់វាយគ្មានឈប់ទេពុងប៉ាំងរហូតវាយគ្មានតនេដៃទេគេរំត្រូវក្បាច់ត្រូវក្បួនគេណាបងប្អូនគេសិតតែហាត់ឡើងរាល់ឆ្នាំគឺត្រូវតែមករំជុំគ្នាអញ្ចឹងហ្មងនិយាយរួមទៅពេលចូលឆ្នាំអញ្ចឹងចិត្តដល់ចូលឆ្នាំចិនអញ្ចឹងលឺតែគេអត់ផាអត់កញ្ច្រូចរាល់ថ្ងៃហើយអ្នកទៅឈរទស្សនាមើលគោគេពាក់អាវបកក្រហមឈុតក្រហមដែរមិនមែនតែអ្នករំទេនេះគេកាន់អំបោះកាន់អីហ្នឹងហ្នឹងចាស់ហ្នឹងសម្រាប់តែពេលគេទាំងហែដើរតាមផ្លូវទៅគេបោះរបៀបថាឧបទ្រពចង្រៃឆ្នាំចាស់សយអីចឹងគេបោះចេញចឹងណាឲ្យយកចូលឆ្នាំថ្មីហ្នឹងគឺគេទំលាប់ទំនៀមទម្លាប់គេនៅប្រទេសចិនគឺគេធ្វើអញ្ចឹងគេកាន់អំបោះដើរបោះតាមមុខផ្ទះគ្រប់តូបគ្រប់ហាងគ្រប់ផ្ទះហ្មងនិយាយទៅគេឲ្យមានប្រកាន់ថាចាំបងប្អូនគេឬមួយក៏បងប្អូនខ្លួនឯងបានគេបោះឲ្យអត់ទេគឺគេឲ្យបោះឡើងពេញភូមិនឹងហ្មងឲ្យបោះឲ្យអស់ចោលនៅឆ្នាំចាស់យកចូលមកឆ្នាំថ្មីហេងសុខសប្បាយមានលៀបមានជ័យឆ្នាំហ្នឹងនេតាគាត់រៀបចំគាត់ហៅយាយជីដូនជីនៅស្រុកខ្មែរយើងហៅដូនជីចឹងណាដូនជីធ្លាប់តែឃើញនៅក្នុងរឿងចិនណានេះដូនជីនៅខាងក្រៅវិហារគេមែនតែណាបងប្អូនគេមិនសំដែងទេនៅហ្នឹងថ្ងៃហ្នឹងគឺបនចាប់ដើមធ្វើពិធីបនធំរបស់គេដែរនៅក្នុងតំបន់ដែលខ្ញុំរស់នៅហ្នឹងនេះហើយក៏ដូនជីហ្នឹងអ្នកមកចាត់ចែងក្នុងពិធីហ្នឹងដោយសារតែត្រូវដង្ហែទៅព្រះវិហារដែលគាត់រស់នៅអញ្ចឹងហើយបានលោកតាហ្នឹងមេភូមិហ្នឹងគាត់អញ្ជើញដូនជីហ្នឹងឲ្យមករៀបចាត់ចែងហើយមកទស្សនាអ្នកវាយស្គរយើងវិញនេះបងប្អូនហត់ណាស់វាយរហូតវាយអត់មានឈប់ឈរឯណាវាយទៅវាយមកនេះវល់ទៅវល់មកអ្នកកាន់ឆាត់តែឆាត់គេហ្នឹងក៏រៀងធ្ងន់ដែរមិនមែនស្រាលទេអ្នករំហែកតែមានឆាកមានអីវាយឆឹងវាយអីនេះបងប្អូននៅស្រុកខ្មែរយើងអត់ដែរបានឃើញឥឡូវខ្ញុំថតយកទៅឲ្យបងប្អូនមើលទាំងអស់ឈប់គ្មានសម្រាប់ទេបងប្អូនអើយហើយខ្ញុំហ្នឹងជាមួយកូនខ្ញុំហើយនឹងប៉ាក្មេករបស់ខ្ញុំហ្នឹងនាំគ្នាមកចូលរួមកម្មវិធីហ្នឹងដោយសារតែនៅក្នុងភូមិហ្នឹងតំបន់ហ្នឹងគេហៅមកទាំងអស់គ្នាអញ្ចឹងណាអ្នកសេតអ្នកចិត្តខាងហ្នឹងកន្លែងណាលេខ12ហ្នឹងកន្លែងគេកាត់សក់ហើយកន្លែងផ្លាកពណ៌ខៀវអសចិនហ្នឹងដែរគេម៉ាតគេលក់អីអញ្ចឹងណាដូចថានៅស្រុកខ្មែរយើងគេវ៉ាន់ចាប់ព្រួយចុះហ្នឹងហើយនៅហ្នឹងគេដាក់គេហៅម៉ាតទៅលក់មានគ្រប់មុខស្គរអំបិលចេញអីហ្នឹងនំស្អីក្មេងៗហ្នឹងហើយអ្នកចូលមើលបដាគេអុចធុកអុចអីថាពិតទៅចាប់ផ្ដើមក្បាលតវងមានអុចធុកអុចអីប៉ុន្តែខ្ញុំអត់បានថតចូលដោយសារខ្ញុំថតចូលនៅវីដេអូខ្លីៗអញ្ចឹងណាអញ្ចឹងហើយវីដេអូវែងខ្ញុំអត់បានដាក់ចូលទៀតទេព្រោះអីវាអណ្ដែអញ្ចឹងខ្ញុំជឿកាត់ចូលច្រើនដងហើយឥឡូវនេះចប់កម្មវិធីរបស់គេនៅគ្នាអុចផាងអុចអីភុងផាំងបបាយផ្លូវគ្នាទៅផ្ទះរៀងខ្លួននេះហើយឥឡូវដល់ពេលខ្ញុំនឹងកូនខ្ញុំក៏ខ្ញុំគ្នាទៅផ្ទះដែរនេះអស់មនុស្សហើយគេទៅគ្នាទៅផ្ទះអស់ហើយបាយ